topics and presented about words with definition words with dear definition មានន័យថាប្រធានបទរបស់យើងគឺនិយាយពីពាក្យដែលប្រើប្រាស់ជាមួយនឹងនិយមន័យរបស់វា Okay, the first one, a dorm, participic noun, a dorm, it is noun, a dormitory, a building where collect student live ចឹង dorm គឺជាពាក្យកាត់មកពីពាក្យ dormitory មានន័យថាអគារដែលនិស្សិតស្នាក់នៅជាពិសេសគឺមហាវិទ្យាល័យឬក៏សាកលវិទ្យាល័យឬក៏សាលាក្រុមឧស្សាហ៍ហ្នឹងគឺមាន dorm ដែរគេនិយាយពាក្យ dorm ដើម្បីងាយស្រួលចាំណា Okay, next, best friend. Best friend noun, the friend you like more than any other ចឹងពាក្យ best friend នេះចេះយូរហើយពាក្យ best friend មានថាជាមិត្តភក្តិដែលអ្នកចូលចិត្តច្រើនជាងអ្នកផ្សេង Okay, number 3, publish. Publish past tense. Publishing គឺជាអតីតកាលដោយសារមាន ed mean that had a book printed for sale ចឹង publishing មានន័យថាបានបោះពុម្ពផ្សាយបោះពុម្ពចេញជាសៀវភៅដើម្បីដាក់លក់number 4 recipe recipe ចឹង recipe noun instruction telling how to cook or bake something ចឹង recipe នេះគឺមានន័យថាក្បួនឬរូបមន្តប្រាប់ពីរបៀបធ្វើម្ហូបអាហារឬក៏ធ្វើនំផ្សេងៗណាចឹង recipe ជាក្បួនចឹងនៅក្នុង cookbook យើងจะមានពាក្យ cookbook មួយ cookbook គឺជាសៀវភៅសម្រាប់ចម្អិនអាហារឬក៏ចំណីអាហារឬក៏ម្ហូបអាហារតែនៅក្នុង cookbook នោះគឺសម្បូរទៅដោយ recipe recipe គឺ instruction គឺជាស្ដីណែនាំរបៀបធ្វើជំហានទី1ទី2ទី3ហោហែមកណាបាទហើយមានគ្រឿងផ្សំអីខ្លះផ្នែកតូចៗណាគេហៅថា recipe អញ្ចឹង recipe ចងក្រងបានយកទៅដាក់នៅក្នុង cookbook អញ្ចឹងហាណាគាត់ជំនាញខាង writing cookbook ណា have a sweet tooth have a sweet tooth ជា fresh ណា fresh like food with sugar in them បើយើងបកប្រែធម្មតាមានន័យថាមានធ្មេញផ្អែមអញ្ចឹងអត់បកប្រែអញ្ចឹងទេណា have a sweet tooth មានន័យថាចូលចិត្តចំណីអាហារដែលមានជាតិផ្អែមអញ្ចឹងថាអត់មានស្ករមានអីទេគឺអត់ចេះញ៉ាំដូចគេហៅថាញៀនបាត់ហើយញៀនជាតិស្ករជាតិផ្អែម example she has a sweet tooth ចឹងមានបកប្រែថានាងមានធ្មេញផ្អែមណាបាទនាងចូលចិត្តរបស់ផ្អែម a vegan noun vegan is someone who does not eat animal products like meat milk or eggs vegan ជា noun គឺជាអ្នកមនុស្សឬក៏បុគ្គលដែលតមសាច់សត្វជាពិសេសសត្វពាហនៈដោយសត្វស្លាបអានេះគឺគេហៅ animal ឡាដូចជាសាច់ meat នេះដោះគោក៏វាមានជាតិសាច់ដែរមាន protein ហ្នឹងមៀលមានជាតិ protein ដែរតែ protein វាសាច់eggs សុទ្ធក៏មានជាតិ protein ដែរអូខេអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងសម្រាប់ធានបទពាក្យថ្មីរបស់យើង